អ្នកសិល្បៈជាច្រើននាំគ្នាបញ្ចេញមតិទាំងក្តុកក្តួលចំពោះការចាកចេញរបស់លោក ទ្រី ស៊ីថេង ខណៈលោកលែងបានទៅមើលថែដំរី Lucky បន្ត ថ្មីៗនេះលើបណ្ដាញសង្គម មហាជនអ្នកលេង Facebook បានផ្ទុះការចាប់អារម្មណ៍ចែករំលែក និងបង្ហាញអារម្មណ៍រួមជួលចិត្តក្រោយពីទទួលដំណឹងថា លោក ទ្រី ស៊ីថេង ម្ចាស់ដំរី Lucky ដែលបានចិញ្ចឹមមើលថែ Lucky អស់ជាច្រើនឆ្នាំ និងតែងបង្ហាញសកម្មភាពផ្សេងៗជាមួយដំរីជាច្រើនកន្លងមក ពេលនេះ លោកបានសម្រេចចិត្តលាឈប់ពីកន្លែងដែលលោកស្រឡាញ់ និងធ្វើដោយបេះដូង រយៈពេលជាង30ឆ្នាំមកនេះហើយ អ្វីដែលរឹតតែធ្វើឲ្យមហាជនជាច្រើនរំជួលចិត្តកាន់តែខ្លាំង រហូតទប់ទឹកភ្នែកមិនជាប់នោះ គឺនៅថ្ងៃដែលលោក ទ្រី ស៊ីថេង ចាកចេញគឺដំរី Lucky បានរត់ផងស្រែកយំផងតាមម៉ូតូរបស់លោកខាំងនៅពីមុខ ហាក់បង្ហាញពីអារម្មណ៍មិនចង់ឲ្យម្ចាស់របស់ខ្លួនចាកចេញទៅឡើយ ចំពោះវីដេអូដែលលោក ទ្រី ស៊ីថេង បានបង្ហោះលើ Facebook ពីការចាកចេញរបស់លោកនោះ កំពុងត្រូវបានមហាជនអ្នកគាំទ្រលើ Facebook ចែករំលែក បង្ហាញក្តីអាណិតចំពោះ Lucky ហើយក៏បង្ហាញក្តីស្រឡាញ់ចំពោះលោក ទ្រី ស៊ីថេង ដោយសំណូមពរលោកកុំលាឈប់ និងចាកចេញពី Lucky ទៀតផង ក្នុងនោះដែរក៏បានឃើញអ្នកសិល្បៈជាច្រើនរូបបានបង្ហោះចែករំលែកនូវរូបភាពអនុស្សាវរីយ៍រវាងលោក ទ្រី ស៊ីថេង និងដំរី Lucky ដោយភ្ជាប់ជាមួយអារម្មណ៍រំជួលចិត្តជាច្រើន និងស្នើសុំឲ្យលោកត្រឡប់មកមើលថែ Lucky ដូចពីមុនវិញ។